តែអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយនៅសម្រាប់ដំណើរកម្សាន្តបែប Overland Trip ពីភាគឦសាននៃប្រទេសកម្ពុជាដែលពួកយើងនឹងធ្វើដំណើរទៅខេត្តកោះចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីហើយនៅក្នុងដំណើរកម្សាន្តរដូវវស្សានេះពួកយើងនឹងធ្វើដំណើរទៅខ្សែបន្ទាត់ព្រំដែននិងផ្តិតយកទេសភាពស្អាតៗជាពិសេសទេសភាពទិដ្ឋភាពតាមដងផ្លូវជាមួយនឹងធម្មជាតិខៀវខ្ចីនិងការរស់នៅរបស់ប្រជាជននៅតាមតំបន់ចង់ដឹងថាដំណើរកម្សាន្តរបស់យើងនឹងទៅជាយ៉ាងណាសប្បាយបែបណាជួបឧបសគ្គបែបណាហើយជាពិសេសនោះបានទៅដល់តំបន់ណាខ្លះក៏ភ្លេចជួបគ្នានៅថ្ងៃទី21ដល់ថ្ងៃទី25ខែកញ្ញានេះ